សម្រាប់យើងធ្វើដូរថ្លៃប្រេងនៅលើផុសយើងលុបអនសិនអត់មានឈ្មោះ Cassie លើហ្នឹងចុចវាលុបអនហើយដាក់ឈ្មោះ Cassie របស់យើងឬ manager យើងទៅ password ID ទៅអូខេលុបចូលចឹងហើយយើងចុចពាក្យថា manager ហើយ change pure price ហើយដាក់តម្លៃវាចុចលើប្រដាប់មួយណាគោយើងដាក់ 1.16 យើងទៅតាមវាគេឲ្យណាតាម diesel យើងដាក់តម្លៃវាទៅគេឲ្យមកប្រហែលប៉ុណ្ណឹងទៅ 1.36 អូខេតមក silver យើងដាក់តែគេតម្លៃគេឲ្យ 1.34 មិនថាចឹង3ហ្នឹងចង់ select មួយណាមុនក៏បានដែរចង់ដាក់ gold មុនបាន diesel មុនក៏បាន silver មុនក៏បានដែរតមកយើងចុចពី OK ចុច enter អត់ចុចពី OK អូខេអញ្ចឹងវាសួរយើងអូតម្លៃប្រេងអត់ចឹងណាអូខេអញ្ចឹងយើងតម្លៃវាប្រាប់ស្អី silver មក diesel មកហ្នឹងចុច OK មកតប៉ុណ្្នឹងចប់ហើយតមកយើងចុចតម្លៃពាក្យ home ចុចពាក្យថា pure ហើយយកពាក្យ print pure price នេះដើម្បីយើងចង់ដឹងថាលើ receipt ដែល printer ដែលយើង set up តម្លៃប្រេងហ្នឹងវាត្រូវអត់តែសូមបញ្ជាក់អាហ្នឹងដូរបានតែតម្លៃប្រេងទេ exchange rate អត់បានទេទៅដូរនៅក្នុង system ធំដូរនៅក្នុង invoice វិញ